đây mong ôn được nia và cùng mong ôn được nia mà sặc sà thì sẽ chân cho một trong bát trả tên cho mỗi lần bịa chạy tí nó không luôn chả hay chúng ta mong ôn đã cho mà mấy mong ôn complete chui cho subscribe nè một phút nằm bày rồi bây được nhóm phó video thôi mấy mong ôn từ tua bàn hay mong ôn ai cho sặc sà bằng thái mát bạn bàn điệp trong chia playlist nè ngày mong ôn cho lời non playlist tới cứ miền miền trong bạn điệp trong vì video thì mỗi đó video thì phải buồn chẳng bị để dương riêng video mình muốn cứ sửa một đòi lỡ cứ bàn bay rồi học này chẳng video này cứ dương to vì bị bay rồi học nắng toàn chắc mà khai bìa và bằng phone dưới dương mà sắc xa chỉ mùi bị bay dương tỏ tiết toàn chắc là những anh thá trải con tráng tráng dòng chữ hội trải con tráng dòng chữ hội những bộ bài thá bịa usapra nong rong chặt tỏ lấy cho đo bịa tí bay rồi học sập mùi chẳng ở bịa tí bay rồi học sập mùi ní dương anh thá bảo miếng bảo miếng bảo miếng nhưng bộ bài thá cho mù nè nghỉ chẳng ở cho mù ní cứ ở bóng ôn thở trên đi kia thà bóng ôn tơ tina thì thà bóng ôn châu tơ cái lại mày ấy cứ cái thở ca ở bóng ôn rồi cho mù hay xây mù sẽ bỏ bóng ôn bình bạc bọt đi nè chẳng ở bịa cho mù ní cứ bóng ôn nghiền rồi lấy tỏ lấy to bịa bởi dân tiết cho đó bịa tí bay rồi học sập pì bịa tí bay rồi học sập pí khi dương an thá bay lèo nè nghỉ bay lèo chẳng ở bịa bay leo ní cái dân ở bộ ra thá ở cung mì vàng rồi có ở dân anh nhận thá chập cọc lề nè ngày cung mì vàng nắng cứ đào từ lơ ở thì họ tha rồi đào lực ruộng chặt bài trường can em môn đằng kia ở điệp chom rồi lăng ai ván với cứ kia điệp chom mà cùng cọc lề hời bàn kia đặt từ lệ từ đầm bay ở và lật từ cao đấy chẳng cứ roa lại ván ai môi môn là những vui tranh máu cứ thâu cùng cọc lề chỉ tràn hay là cùng mấy quán năng từ dương ở thưa bia tao cài dương mà ai tham miên quán ở mục dương thưa ta tránh cứ ở để chẳng ở bịa bay leo nắng cứ dương bỏ ra tháp cùng mấy quán từ có ở chập cọc lề ta lấy cho đo bịa ti ở bay rồi học sập bảy bịa ti bay rồi học sập bảy dương an thá thiền xiên thiền xiên những bỏ ra tháp ở bật phải chẳng ở thiền xiên những bỏ ra tháp bật phải ní bật phải cứ nó từ lừa sạt hồ được nền ở p là admin ván thưឬក៏ឲ្យវ៉ាន់ធ្វើទៅវាខូចច្រើនគឺគេឲ្យបិទខ្សែហ្នឹងហើយអញ្ចឹងគឺពាក្យធីងសៀនខ្ញុំបកប្រែថាបិទខ្សែគេឲ្យបិទយើងធ្វើឲ្យវ៉ាន់ថាអត់ល្អយើងកែច្នៃវាឡើងវិញអូខេហើយបានគេឲ្យបើកខ្សែវិញសាថ្មីអញ្ចឹងពាក្យធីងសៀនហ្នឹងបងប្អូនឲ្យធ្វើនៅរោងចក្រផ្ទាល់គឺងាយយល់ទេពាក្យធីងសៀនហ្នឹងគឺសំដៅទៅលើការបិទខ្សែហ្នឹងហើយតោះអញ្ចឹងមុននឹងចូលពាក្យបន្តទៀតខ្ញុំសូមអានភាសាសិនពាក្យនេះអានថាប៉ៅមីងប៉ៅមីងយើងបកប្រែថាចុះឈ្មោះពាក្យទី362យើងអានថាបៃឡៅគុំអីវ៉ាន់ពាក្យទី363យើងអានថាហ៊ីងសៀនហ្នឹងហើយយើងបកប្រែថាបិទខ្សែអញ្ចឹងខ្ញុំក៏បានខ្ញុំសូមអធិស្ឋានចំពោះបងប្អូនដែរសារតែពាក្យខ្លះចង់បកឲ្យចំគឺពិបាកមែនតើអញ្ចឹងបញ្យល់បងប្អូនក៏ខ្ញុំជឿជាក់ថាបងប្អូនក៏ពិបាកយល់ដែរអញ្ចឹងមានតែបងប្អូនដែលនៅក្នុងnămផ្ទាល់គឺយល់ទៅឆាប់យល់ប៉ុន្តែចំពោះបងប្អូនដែលអត់ដែលចូលធ្វើការរោងចក្រសោះបងប្អូនព្យាយាមទន្ទិញពាក្យចាំទៅនៅពេលដែលបងប្អូនចុះទៅអនុវត្តផ្ទាល់បងប្អូននឹងងាយនឹងយល់ឆាប់ចាប់បានលឿនតោះអញ្ចឹងឥឡូវយើងចូលដល់ពាក្យបន្តទៀតចូលដល់ពាក្យទី364អញ្ចឹងពាក្យទី364យើងអានថាឆើងស៊ីងធីងសៀនយើងបកប្រែថាបិទខ្សែហោអញ្ចឹងរោងចក្រគឺបែកជើងគឺនៅពេលដែលអត់មានអីវ៉ាន់ធ្វើគ្រប់គ្រាន់គឺគេបិទខ្សែខ្លះហើយដោយសារតែរោងចក្រខ្លះគេបញ្ញាប់គេបើកខ្សែច្រើនអញ្ចឹងនេះគឺសំដៅទៅលើការគុំកាផ្លេកាលណាកាផ្លេបើយើងអត់មានឲ្យខ្សែរហូតធ្វើដូចជាស្បែកបែបស្បែកជើងឬក៏ចុងភីចុងទីអីអត់គ្រប់អាហ្នឹងគឺគេបិទខ្សែគេផ្អាកខ្សែអញ្ចឹងថាគេផ្អាកតាមអ្វីដែលថាអត់មានអីវ៉ាន់ធ្វើការណាមានអីវ៉ាន់គឺគេបើកខ្សែវិញអញ្ចឹងពាក្យច្រងស៊ីងធីងសៀនហ្នឹងគឺបងប្អូនបកជាខ្មែរថាបិទខ្សែទឹកហូរហ្នឹងឯងច្រងស៊ីងធីងសៀនតោះចូលដល់ពាក្យទី365ចំពោះពាក្យទី365គឺយើងអានថាជឿនជៀនជីហ្នឹងឯងជឿនជៀនជីយើងបកប្រែថាម៉ាស៊ីនចាប់ជាតិដែកអញ្ចឹងជឿនជៀនជីនេះគឺម៉ាស៊ីនចាប់ជាតិដែកគឺសំដៅទៅលើ
លក្ខណៈម៉ាស៊ីនហ្នឹងគឺនៅពេលដែលបងប្អូនធ្វើជាចេញជាស្បែកដែលហៅថាសៀមានហ្នឹងណាបងប្អូនធ្វើហើយយកទៅឆ្លងម៉ាស៊ីនផលិតមែនតើហ្នឹងគឺវាចាប់ជាដៃឧទាហរណ៍ថាមានមជុលបាក់ឬក៏មានក្របកឹបមានអីដៃតូចតូចអីបន្តិចក៏វាចាប់បានដែរនៅពេលដែលយើងដាក់ទៅវាឆ្លងអាហ្នឹងបានន័យថាវាអត់មានជាតិដែកទេប៉ុន្តែកាលណាដាក់ឲ្យវារុញមកវិញអាហ្នឹងគឺវាបានន័យថាមានជាតិដែកអញ្ចឹងគឺគេត្រូវតែចាប់វាទុកដើម្បីធ្វើការពិនិត្យរកជាតិដែកនៅក្នុងហ្នឹងអញ្ចឹងចឺន CNC ហ្នឹងគឺបងប្អូនបកជាខ្មែរថាម៉ាស៊ីនចាប់ជាតិដែកបងប្អូនឲ្យទិញតែពាក្យហ្នឹងទៅអញ្ចឹងអាម៉ាស៊ីនដែលថាគេយកទៅពិនិត្យមើលជាតិដែកហ្នឹងពេលខ្លះហ្នឹងគឺស្បែកជើងដែលយើងធ្វើចេញហើយក៏គេយកទៅច្រកកតងច្រកហើយក៏គេត្រូវឆ្លងម៉ាស៊ីនហ្នឹងដែរអញ្ចឹងយើងបកប្រែថាចឺន CNC យើងអានថាចឺន CNC ហ្នឹងឯងម៉ាស៊ីនចាប់ជាតិដែកបងប្អូនអត់យល់បងប្អូនខមមិននៅខាងក្រោមតើឡើងចូលដល់ពាក្យទី366ពាក្យទី366យើងអានថា x ស្គងអានេះបើពីច្រើនគេនិយាយ x ស្គងប៉ុន្តែបើយើងអានអញ្ចឹងគេអាន x គងហ្នឹង x គងពេលយើងបកតាមខ្មែររបស់យើងអាន x ធម្មតាមក x គងហ្នឹងហើយខ្លះគេអាន x ស្គងហ្នឹងហើយអញ្ចឹងជាទូទៅខ្ញុំអាន x ស្គងដែរ x ស្គងខ្ញុំបកប្រែថាX-ray ណា X-ray អញ្ចឹង X-ray នេះគឺសំដៅទៅលើការឆ្លងម៉ាស៊ីននេះគ្នាយើងយកទៅយើងឆ្លងទៅវាឆ្លោះឃើញអាលក្ខណៈថាដែកយើងបែបម៉េចគឺវាមាននៅក្នុងហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំបែបបញ្យល់ឲ្យចំដែរអញ្ចឹងសូមអធិស្ឋានផងតោះអញ្ចឹងសូមអានភាសាទៀតពាក្យទី364យើងអានថាឆងស៊ីងធីងសៀនឆងស៊ីងធីងសៀនបានន័យថាបិទខ្សែទឹកហូរពាក្យទី365យើងអានថាចឺនជៀនជីចឺនជៀនជីម៉ាស៊ីនចាប់ជាតិដែក366អានថា x ស្គង x ស្គងខ្ញុំបកប្រែថា X-ray តើចូលដល់ពាក្យបន្តទៀតចូលដល់ពាក្យទី367ពាក្យទី367យើងអានថាសងជីនតៃសងជីនតៃសងជីនតៃយើងបកប្រែថាកៅស៊ូហ្នឹងអានេះសំដៅទៅលើកៅស៊ូរឹបអាកៅស៊ូយឺតយឺតណាយើងនិយាយថាសងជីនតៃអាកៅស៊ូដូចជាដាក់ចង្កេះខោដាក់អីហ្នឹងគេហៅថាសងជីនតៃហ្នឹងហើយដាក់ចង្កេះខោចង្កេះពុតអីហ្នឹងតែបើនៅរោងចក្រគេមានអាសងជីនតៃហ្នឹងគេដាក់ទៅលើបែកជើងខ្លះគេត្រូវការប្រើដូចគ្នាអញ្ចឹងយើងចិនអានថាសងជីនតៃយើងបកប្រែខ្មែរថាកៅស៊ូគេឲ្យបកប្រែថាកៅស៊ូយឺតអញ្ចឹងបានហើយតើចូលដល់ពាក្យទី368ពាក្យទី368អានថាពូឈីពូឈីពូឈីយើងបកប្រែថាប៉ៅគ្រប់ចំនួនពូឈីបានន័យថាប៉ៅគ្រប់ចំនួនឧទាហរណ៍ថាអាវ៉ាន់យើងខ្លះគឺយើងត្រូវតែប៉ៅឲ្យគ្រប់ចំនួននៃគេអញ្ចឹងគឺពាក្យប៉ៅគ្រប់ចំនួនអានថាពូឈីហ្នឹងហើយប៉ៅគ្រប់ចំនួនតើចូលដល់ពាក្យទី369យើងអានថាសៀកចោសៀកចោសៀកចោអញ្ចឹងពាក្យសៀកចោយើងបកប្រែថាសប្តាហ៍ក្រោយឬក៏គេអាននិយាយថាសៀកកលីប៉ៃក៏បានដែរតែអ្នកខ្លះគឺជនជាតិចិនខ្លះគាត់អាននិយាយថាគាត់តែនិយាយពីសៀកចោហ្នឹងហើយសៀកចោយើងបកប្រែថាសប្តាហ៍ក្រោយអញ្ចឹងពាក្យហ្នឹងក៏អត់មានបែបយល់ទេតោះអញ្ចឹងសូមអានភាសាទៀតអញ្ចឹងពាក្យទី367យើងអានថាសងជីនតៃសងជីនតៃយើងបកប្រែថាកៅស៊ូពាក្យទី368យើងអានថាពូឈីពូឈីយើងបកប្រែថាប៉ៅគ្រប់ចំនួន369យើងអានថាសៀកចោសៀកចោសប្តាហ៍ក្រោយតើឥឡូវចូលដល់ពាក្យទី370ហ្នឹងហើយពាក្យទី370គឺយើងអានថាឆងស៊ីងកសៀនឆងស៊ីងកសៀនឆងស៊ីងកសៀនយើងបកប្រែថាគ្រប់ខ្សែទឹកហូរទាំងអស់ឆងស៊ីងកសៀនគ្រប់ខ្សែទឹកហូរទាំងអស់អញ្ចឹងបងប្អូនដឹងហើយថាខ្សែទឹកហូរគឺគេមានបែងចែកអ្នកខ្លះគេនិយាយថាឡាញហ្នឹងហើយជាឡាញ A ឡាញ B ឡាញ C រហូតដល់ X អីអញ្ចឹងទៅអញ្ចឹងគឺគេបែងចែកដូចគ្នាអញ្ចឹងកាលណាយើងចង់និយាយសរុបរួមថាខ្សែទឹកហូរមិនថាខ្សែមួយណាគេនិយាយសរុបទាំងអស់មកគេនិយាយថាឆងស៊ីងកសៀនសំដៅទៅលើពី A ដល់ X ដូចខ្ញុំលើកឧទាហរណ៍មុនអញ្ចឹងឆងស៊ីងកសៀនបកប្រែថាគ្រប់ខ្សែទឹកហូរទាំងអស់ហ្នឹងហើយតោះឥឡូវចូលដល់ពាក្យ371ពាក្យទី371យើងអានថាភ័យថោភ័យថោភ័យថោយើងបកប្រែថាគុំកំ pl ភ័យថោគុំកំ pl ពាក្យភ័យថោនេះគឺវាប្រហែលនឹងពាក្យខ្ញុំលើកឡើងមុនដែរគឺប្រហែលនឹងពាក្យបៃលាវហ្នឹងហើយវាប្រហែលគ្នាអញ្ចឹងភ័យថោនេះយើងបកប្រែថាគុំកំ pl ដូចគ្នាយើងត្រៀមអីវ៉ាន់មុននឹងឡើងគឺយើងត្រូវតែមានអីវ៉ាន់គ្រប់
cặp play ở hết bàn dương ai đã tệ lệ tới đầm bây giờ vừa vi tranh vào bàn chẳng rồi dương cho đó việc to tiết cho đó việc tí bay rồi chặt tập pì tảng chẳng ở việc tí bay rồi chặt tập pì yang an tha thoáng khoản thoáng khoản thoáng khoản dùng bọt ra tha một đôi kia thoáng khoản một đôi kia chẳng chỉ tôi tớ bông ôn đang ấy tha nhiều quạt cầm món lẽ là hai ly cầm món lẽ là tha quạt khóc kia còn tái lệnh một đấyคือโดย គ្នា chẳng ไม่ ได้ ថា បាន ហ្នឹង គឺ វា អាច ប្រើ បាន ជាមួយ គ្នា គ្រាន់ តែ ខុស K ឬ ពេល ខ្លះ គេ អាច ដក ចំនួន លក្ខណៈ ម៉ូត ដូច គ្នា គឺ គេ ខ្វះ ឲ្យ បាន គេ អាច យក អា ម៉ូត ដូច គ្នា ហ្នឹង ទៅ ចំនួន បាន អញ្ចឹង ពាក្យ នេះ សង្ឃឹម ថា បងប្អូន យល់ ដែរ ត្រង់ គ្រាន់ មាន ន័យ ថា ម៉ូត ដូច គ្នា ហ្នឹង ហើយ តើ អញ្ចឹង សូម អាន ភាសា ទៀត ពាក្យ ទី 307 យើង អាន ថា ឆង ស៊ីង ក សៀន ឆង ស៊ីង ក សៀន គ្រប់ ខ្សែ ទាំង ហូរ ទាំង អស់ ពាក្យ ទី 371 យើង អាន ថា ភ័យ ថោ ភ័យ ថោ គុំ កំ ផ្លែ ពាក្យ ទី 372 យើង អាន ថា ថង ខ្វាន់ ថង ខ្វាន់ យើង បក ប្រែ ថា ម៉ូត ដូច គ្នា ក្រោយ ចូល ដល់ ពាក្យ ទី 373 ពាក្យ ទី 373 យើង អាន ថា កង យ៉ង កង យ៉ង កង យ៉ង ពាក្យ កង យ៉ង យើង បក ប្រែ ថា ប្រើ ចូល គ្នា កង យ៉ង ប្រើ ចូល គ្នា អញ្ចឹង ដូច និយាយ យ៉ាង ពាក្យ ប្រើ ចូល គ្នា នេះ សង្ឃឹម ថា បងប្អូន យល់ ដែរ ដោយ សារ តែ អីវ៉ាន់ ខ្លះ គឺ វា ប្រើ រួម គ្នា លក្ខណៈ ថា វា ប្រើ មួយ គ្នា ហ្នឹង ហើយកង យ៉ង យើង បក ប្រែ ប្រើ ចូល គ្នា ចូល ដល់ ពាក្យ ទី 374 374 យើង អាន ថា ណ័រ យ៉ង ណ័រ យ៉ង ណ័រ យ៉ង យើង បក ប្រែ ថា អូន ខ្ញុំ តន់ ជា ស្រ័យ ឡើង តិច នេះ គឺ ប្រើ ជំនួស ហ្នឹង ហើយ ប្រើ ជំនួស បាន ន័យ ថា អីវ៉ាន់ ឧទាហរណ៍ ថា អីវ៉ាន់ យើង ខ្វះ K ឧទាហរណ៍ ថា បាន កំង មួយ ហ្នឹង យើង ធ្វើ មក វា មាន ខូច អញ្ចឹង គឺ យើង យក អា K ផ្សេង ទៀត ដើម្បី យក ទៅ ជំនួស អញ្ចឹង គឺ ពាក្យ ប្រើ ជំនួស ហ្នឹង គឺ យើង អាន ថា ណ័រ យ៉ង ហ្នឹង ហើយ ណ័រ យ៉ង ប្រើ ជំនួស គ្នា ហ្នឹង ហើយ តោះ ឥឡូវ ចូល ដល់ ពាក្យ ទី 375 ពាក្យ ទី 375 គឺ យើង អាន ថា ច័ន្ទ ធីង ច័ន្ទ ធីង ច័ន្ទ ធីង យើង បក ប្រែ ថា ផ្អាក ផ្អាក បណ្ដោះ អាសន្ន ហ្នឹង ហើយ ច័ន្ទ ធីង មាន ន័យ ថា យើង ផ្អាក វា បណ្ដោះ អាសន្ន ប៉ុន្តែ អាច នឹង ថ្ងៃ ណាមួយ យើង បើក វា ដំណើរ ការ វិញ អញ្ចឹង សូម បងប្អូន យល់ តោះ ឥឡូវ សូម អាន ភាសា ទៀត ពាក្យ ទី 373 យើង អាន ថា កង យ៉ង កង យ៉ង ប្រើ ចូល គ្នា ពាក្យ ទី 374 យើង អាន ថា ណ័រ យ៉ង ណ័រ យ៉ង ប្រើ ជំនួស គ្នា ពាក្យ ទី 375 យើង អាន ថា ច័ន្ទ ធីង ច័ន្ទ ធីង ផ្អាក បណ្ដោះ អាសន្ន ហ្នឹង ហើយ អញ្ចឹង មុន នឹង បញ្ចប់ ខ្ញុំ សូម ត្រឡប់ ក្រោយ អាន ភាសា ទៀត ដើម្បី ឲ្យ បងប្អូន ថ្មី ដែល គាត់ លក្ខណៈ ថា គាត់ ចង់ ចេះ អាន តែ ខ្ញុំ អត់ មាន ដាក់ ជា ស៊ីង ខ្មែរ ទេ ខ្ញុំ ដាក់ ជា ភីងអ៊ីង បែប ហ្នឹង អញ្ចឹង គឺ ខ្លះ បងប្អូន ខ្លះ គាត់ អត់ ចេះ អាន អញ្ចឹង ខ្ញុំ សូម ត្រឡប់ ក្រោយ អាន ភាសា ទៀត តោះ អញ្ចឹង ពាក្យ ទី 361 យើង អាន ថា ប៉ៅ មីង ប៉ៅ មីង ចុះ ឈ្មោះ 362 យើង អាន ថា ប៉ៃ លាវ ប៉ៃ លាវ គុំ អីវ៉ាន់ 363 យើង អាន ថា ធីង សៀន ធីង សៀន បិទ ខ្សែ 364 យើង អាន ថា ឆង ស៊ីង ធីង សៀន ឆង ស៊ីង ធីង សៀន បិទ ខ្សែ ទឹក ហូរ 365 យើង អាន ថា ចឿន ជៀន ជី ចឿន ជៀន ជី ម៉ាស៊ីន ចាប់ ជាតិ ដែក 366 យើង អាន ថា អិច ស្គង អិច ស្គង អិច សេរី 367 យើង អាន ថា សង ជីន តៃ សង ជីន តៃ កៅស៊ូ 368 យើង អាន ថា ពូ ឈី ពូ ឈី ប៉ៅ គ្រប់ ចំនួន 369 យើង អាន ថា សាក់ ចោ សាក់ ចោ សប្តាហ៍ ក្រោយ 370 យើង អាន ថា ឆង ស៊ីង ក សៀន ឆង ស៊ីង ក សៀន គ្រប់ ខ្សែ ទឹក ហូរ ទាំង អស់ 371 យើង អាន ថា ភ័យ ថោ ភ័យ ថោ គុំ កំ ផ្លែ 372 យើង អាន ថា ថង ខ្វាន់ ថង ខ្វាន់ ម៉ូត ដូច គ្នា 373 យើង អាន ថា កង យ៉ង កង យ៉ង កង យ៉ង យើង បក ប្រែ ថា ប្រើ ចូល គ្នា 374 យើង អាន ថា ណ័រ យ៉ង ណ័រ យ៉ង ប្រើ ជំនួស គ្នា 375 យើង អាន ថា ច័ន្ទ ធីង ច័ន្ទ ធីង
ạឬក៏ạបណ្ដោះអាសន្នបាទអញ្ចឹងសម្រាប់វីដេអូដែលខ្ញុំបាទសូមបញ្ចប់សំណឹងហើយបងប្អូនមាននៅចម្ងល់អីបន្ថែមបងប្អូនអាច comment នៅខាងក្រោមមកខ្ញុំបាទនឹងព្យាយាមឆ្លើយតបរាល់សំណួររបស់បងប្អូន